បាទសួស្តីបងប្អូនជាទីមេត្រីនិងជាទីរាប់អានបាទថ្ងៃនេះខ្ញុំនឹងចែករំលែកជំនាញមួយបន្ថែមទៀតតាក់ទងទៅនឹងវិស្វកម្មវិស្វករដែរដែលជំនាញនេះប្រហែលជាបងប្អូនភាគច្រើនជាពិសេសអ្នករៀនខាងអ្នកដែលបកកាយខាងគណិតវិទ្យាគីមីប្រហែលជាគាត់ចូលចិត្តច្រើនបាទគឺជំនាញវិស្វកម្មគីមីនិងចំណីអាហារបាទដែលបងប្អូនប្រហែលជាដឹងខ្លះៗហើយថាជាជំនាញមួយដែលពេញនិយមយើងដឹងអំពីគុណភាពម្ហូបអាហារឧបករណ៍ផ្សេងៗផលិតផលផ្សេងៗបាទអញ្ចឹងយើងនឹងស្វែងយល់ទាំងអស់នេះតើវិស្វកម្មនេះគេចង់និយាយពីអីហើយទូបាននៅខ្លះបាទអញ្ចឹងវិស្វកម្មគីមីចំណីអាហារជាមុខជំនាញមួយដែលរៀបចំឡើងដើម្បីផ្ដល់អនុសិទ្ធនៅចំណេះដឹងនិងជំនាញទាក់ទងនឹងសុវត្ថិភាពក្នុងរោងចក្រអាហារបាទស្វ័យប្រវត្តិកម្មការបញ្ជាការគ្រប់គ្រងសហគ្រាសកសិឧស្សាហកម្មការគ្រប់គ្រងគម្រោងនិងសហគ្រិនភាពហើយការសិក្សាជំនាញនេះគឺតម្រូវឲ្យបងប្អូនសិក្សារយៈពេល5ឆ្នាំដែលមានយ៉ាងតិចណាស់ក៏140 credit ដែរបាទសម្រាប់មុខវិជ្ជាតម្រង់ទិសបងប្អូននឹងដឹងខ្លះៗហើយបាទមុខវិជ្ជាដែលជាមុខវិជ្ជាសំខាន់ស្នូលជាទុនដើម្បីឲ្យបងប្អូនអាចសិក្សាជំនាញនេះបានគឺតែមានមូលដ្ឋានមុខវិជ្ជាគណិតវិទ្យារូបវិទ្យាគីមីវិទ្យាបន្ថែមពីមុខវិជ្ជាភាសាអង់គ្លេសនិងមុខវិជ្ជានៃការប្រើប្រាស់កុំព្យូទ័រជាដើមបាទហើយលក្ខខណ្ឌនៃការដាក់ពាក្យចូលរៀនគឺបងប្អូនត្រូវមានសញ្ញាបត្រមធ្យមសាទុតិយភូមិឬសញ្ញាបត្របដប់ឬសញ្ញាបត្រមានតម្លៃស្មើដោយការបំពេញបែបបទចូលរៀននៅតាមគ្រឹះស្ថានអង្គសាទៅតាមលក្ខខណ្ឌមួយចំនួនបាទលក្ខខណ្ឌខ្លះគឺមានការប្រឡងជាហោហែអញ្ចឹងខ្ញុំនឹងបង្ហាញអំពីមុខវិជ្ជាសំខាន់ស្នូលដែលបងប្អូននឹងសិក្សានៅពេលដែលបងប្អូនបានចរចាចូលជំនាញនេះទីមួយគឺមុខវិជ្ជាគីមីមូលដ្ឋានបាទការបណ្ដូរកម្ដៅបាទនិងម៉ាស់គីមីរូបបាទដំណើរការរួមនៃការផលិតកម្មមីក្រូជីវសាស្ត្រទូទៅ mechanic នៃសន្តានីបាទជីវគីមីអាហារូបត្ថម្ភនិងសុខភាពមីក្រូជីវសាស្ត្រអាហារគីមីអាហារជីវបច្ចេកវិទ្យាការកែច្នៃអាហារវិធីសាស្ត្រថែរក្សាអាហារសុវត្ថិភាពអាហារវិធីសាស្ត្រវិកខ្ចប់និងសម្បកវិកខ្ចប់គីមីទឹកការធានាគុណភាពនិងការផលិតអាហារផលិតផលអាហារជាដើមបាទអញ្ចឹងនេះជាចំណេះដឹងជាមួយឋានៈបងប្អូនរៀនហើយនឹងទទួលបានចំណេះដឹងតាក់ទងជាមួយនឹងគីមីអាហារដំណើរការនៃការផលិតការថែរក្សាអាហារការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពអាហារការវិភាគគុណភាពអាហារក្នុងលក្ខណៈរូបគីមីអាហារូបត្ថម្ភអតិសកុមប្រាណនិងសារធាតុគីមីផ្សេងទៀតនៅក្នុងផលិតផលអាហារក៏មាននៅក្នុងកម្មវិធីសាស្ត្រផងដែរអញ្ចឹងបងប្អូននឹងមានឱកាសទទួលបានចំណេះដឹងច្រើននៅក្នុងវិស័យពាក់ព័ន្ធនឹងអាហារបាទជាការពិតអាហារមានទូនាទីសំខាន់ណាស់សម្រាប់ទ្រទ្រង់សរីរាង្គរបស់យើងទាំងកម្លាំងកាយកម្លាំងចិត្តនិងបញ្ញាស្មារតីអញ្ចឹងជាជំនាញមួយដែលគួរឲ្យចាប់អារម្មណ៍ហើយបងប្អូនដែលមានឧបនិស្ស័យឬក៏មានចំណូលចិត្តអាចពិចារណានិងសិក្សាបន្ថែមបានដើម្បីយើងអាចបញ្ជាក់ច្បាស់ថាតើយើងគួររៀនជំនាញអីអញ្ចឹងនៅពេលដែលបងប្អូនរៀនចប់ឋានៈបរិញ្ញាបត្ររយៈពេល5ឆ្នាំនៅជំនាញនេះបងប្អូនមានឱកាសក្នុងការបម្រើការងារបាទជាមន្ត្រីរាជការទៅក្នុងវិស័យពាក់ព័ន្ធបាទទៅក្នុងស្ថាប័នរដ្ឋឯកជនបាទពួកអីនឹងយើងមើលការរីកចម្រើននៃវិស័យបច្ចេកវិទ្យាការនៃរោងចក្រអាហារក៏មានច្រើនដែរអញ្ចឹងគេពិតជាត្រូវការអ្នកជំនាញបាទអ្នកជំនាញឬក៏អ្នកដែលមានគុណភាពខ្ពស់នៅក្នុងវិស័យអាហារនឹងដែរបាទអង្គការសង្គមស៊ីវិលពាក់ព័ន្ធនឹងស្បៀងអាហារមន្ទីរពិសោធន៍នានាដែលពាក់ព័ន្ធនឹងការពិនិត្យគុណភាពផលិតផលអាហារជាដើមបាទអញ្ចឹងនិយាយពីមន្ទីរពិសោធន៍បងប្អូនបាទយើងអាចដឹងខ្លះៗហើយថាសប្តាហ៍នេះប្រទេសយើងកំពុងតែមានការរីកចម្រើនជាលំដាប់អញ្ចឹងយើងមានមន្ទីរពិសោធន៍ជាច្រើននៅតាមក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការពិនិត្យគុណភាពអាហារបាទមុននាំចេញមុននាំចូលអញ្ចឹងនេះគឺជាឱកាសសម្រាប់បងប្អូនបន្ថែមទៀតក្រៅពីធ្វើការក្នុងវិស័យឯកជនបាទអញ្ចឹងយើងមានឱកាសច្រើនហើយឱកាសនេះជាឱកាសសំខាន់ហើយសង្ឃឹមថាបងប្អូនដែលមានចំណាប់អារម្មណ៍នឹងប្រឹងប្រែងស្វែងយល់ពីខ្លួនឯងបន្ថែមទៀតនិងយល់ច្បាស់អំពីមុខជានេះដើម្បីដាក់ពាក្យឲ្យបានទាន់ពេលវេលានិងរៀបចំខ្លួនឯងឲ្យបានត្រឹមត្រូវដើម្បីសិក្សាពីនេះឲ្យបានជោគជ័យនៅពេលខាងមុខបាទសូមអរគុណហើយបងប្អូនដែលពុំទាន់បានស្ដាប់នៅជំនាញដែលបងប្អូនកំពុងរងចាំអាចបន្តរងចាំនៅវីដេអូក្រោយទៀតបាទសូមអរគុណ